គេថាពេលវេលាដែលកូនឲ្យយើងមិនត្រឹមតែ10ឆ្នាំទេបងប្អូនស្ដាប់ឲ្យច្បាស់ណាមិនមែនពេលវេលាដែលយើងឲ្យកូនទេណាគឺពេលវេលាដែលកូនឲ្យយើងគឺមានត្រឹមតែ10ឆ្នាំទេបន្ទាប់ពី10ឆ្នាំទៅគឺគេមានមិត្តភ័ក្តិគេចូលចិត្តមានពេលវេលាផ្ទាល់ខ្លួនគេហើយពេលដែល18 20អីចឹងទៅគេមានសង្សារគេឃុំខ្លួនគេតែក្នុងបន្ទប់គេមានមិត្តភ័ក្តិគេដើរលេងទៅជាមួយមិត្តភ័ក្តិគេពេលវេលាដែលកូនឲ្យយើងគឺកាន់តែខោចទៅតែម្ដងបើយើងអត់ចេះក្តាប់ឱកាសពេលវេលាដែលយើងនៅក្បែរគាត់តែងតែហៅរកយើងរាល់ពេលហ្នឹងណាចូលម៉ាក់ប៉ាកុំខឹងកូនកុំធុញកូននៅពេលដែលកូនហៅរកព្រោះអាយុកូនតិចគឺពេលដែលគាត់ឲ្យឱកាសយើងហើយគឺពេលដែលគាត់គិតថាមានតែយើងទេសំខាន់ជាងគេក្នុងជីវិតគាត់អញ្ចឹងពេលនោះហើយដែលយើងមានឱកាសបានស្និទ្ធស្នាលបានបញ្ចេញអារម្មណ៍ដែលយើងស្រឡាញ់គាត់ពេញលេញតែម្ដងបងប្អូននេះគឺខ្ញុំឮគេនិយាយដែរទេពេលដែលខ្ញុំឮគេនិយាយហើយគឺខ្ញុំភ្ញាក់ខ្លួនតែម្ដងបងប្អូនរាល់ដងគឺខ្ញុំគិតតែពីការងារទេអត់សូវខ្វល់ពីគាត់ទេពេលឮគេនិយាយហើយបងប្អូនអើយចង់ទឹកភ្នែកតែម្ដងគេនិយាយពិតជាត្រឹមត្រូវមែនតើពេលវេលាដែលពួកគាត់នៅតូចៗនឹងហើយដែលពេលវេលាដែលគាត់ឲ្យយើងថ្នាក់ថ្នមគាត់នៅក្បែរខ្លួនគាត់